ឆ្នះដាច់បន្ទុកយ៉ាងនេះទៅហើយតើពេលណាទើប Liverpool អាចក្លាយជាជើងឯក Premier League ជាផ្លូវការនៅរដូវកាលនេះបានចា៎ជំរាបសួរខ្ញុំកុលណាមៀជួបខ្ញុំមុខចាស់នៅក្នុងវីដេអូថ្មីឃើញថាក្រោយការប្រកួតសប្តាហ៍ទី28នៅចុងសប្តាហ៍នេះគឺបន្ទុករបស់ Liverpool បានកើនឡើងដល់70ខណៈដែល Arsenal ជាក្រុមប្រជែងពាននឹងទើបតែបាន55នោះទេដែលមានន័យថាដាច់គ្នាដល់ទៅ15បន្ទុកទៅហើយប៉ុន្តែទោះបីជាបែបនេះក្តីក៏មិនទាន់មានន័យទាំងស្រុង 100% ថា Arsenal បាត់បង់ឱកាសប្រជែងពានហើយ Liverpool អាចក្លាយជាជើងឯកនៅពេលនេះនោះទេគ្រាន់តែថា99%គឺ Liverpool ជាជើងឯកទៅហើយ1%របស់ Arsenal គឺលកឹកណាទាល់តែ Liverpool ចាញ់ទាំង9ប្រកួតដែលគេនៅសល់ហើយ Arsenal ឈ្នះ10ប្រកួតដែលគេនៅសល់នោះបើនិយាយអំពី Liverpool វិញគឺត្រូវការត្រឹមតែ16បន្ទុកទៀតតែប៉ុណ្ណោះដើម្បីលើកពានមិនចាំបាច់ដល់27បន្ទុកពី9ប្រកួតចុងក្រោយនោះឡើយដូច្នេះបើ5ប្រកួតបន្ទាប់ហង្សក្រហមឈ្នះរហូតនោះគឺត្រឹមតែថ្ងៃទី3ខែឧសភាពេលជួបជាមួយ Chelsea នៅសប្តាហ៍ទី35គឺ Liverpool នឹងទទួលបានឈ្មោះជាជើងឯកតែម្ដងក៏ប៉ុន្តែប្រសិនបើ2ប្រកួតបន្ទាប់ Liverpool ឈ្នះក៏ប៉ុន្តែ Arsenal ហើយនិង Nottingham Forest បែរជាចាញ់នៅ4ប្រកួតបន្ទាប់នោះ Liverpool គឺអាចក្លាយជាជើងឯក Premier League តែម្ដងនៅត្រឹមថ្ងៃ12ខែមេសាសូមបញ្ជាក់ថាកត្តានេះព្រោះតែ Liverpool បានប្រកួតមុនមួយប្រកួតរួចទៅហើយក៏ដោយសារតែ Liverpool នៅជាប់កាតព្វកិច្ចវគ្គផ្ដាច់ព្រ័ត្រ League Cup ជាមួយនឹង Newcastle ដែលកាលបរិច្ឆេទនៅក្នុងខែមីនានេះគឺអាចប្រែប្រួលជាង Arsenal ហើយនិង Nottingham Forest ក្រុមលេខ2និងលេខ3លើតារាង Premier League ដូច្នេះមានន័យថា Liverpool នឹងមិនចាំបាច់រងចាំដល់ថ្ងៃទី25ខែឧសភាឬក៏សប្តាហ៍ទី38ដើម្បីបានលើកពាននោះទេគឺអាចក្លាយជាជើងឯកមុនទៅហើយដែលនេះក៏អាចដំណាក់ប្រហាក់ប្រហែលទៅនឹងការពីរដូវកាល2019-2020ដែល Liverpool បានក្លាយជាជើងឯក Premier League ក្នុងពេលសល់តែនៅសល់7ប្រកួតនៅក្នុងដៃនៅឡើយចា Liverpool នៅរដូវកាលនេះឃើញថា29ប្រកួតកន្លងមកនេះគឺមានចាញ់តែមួយដងតែប៉ុណ្ណោះហើយស្មើ7ដងនិងឈ្នះ21ដងដែលអាចធ្វើឲ្យចាប់រដូវកាលបើសិនជា Liverpool មិនមានចាញ់មិនមានស្មើទៀតទេនោះ Liverpool នឹងទទួលបានបន្ទុកបញ្ចប់រដូវកាល97បន្ទុកដែលมันអាចបំបែកកំណត់ត្រា100បន្ទុករបស់ Man City កាលពីរដូវកាល2017-2018ដែលបញ្ចប់រដូវកាលមាន100បន្ទុកពេញនៅក្នុងដៃនោះទេជារួមបើនិយាយទៅគឺខ្ញុំអាណិត Arsenal ណាព្រោះថា3រដូវកាលជាប់គ្នាទោះបីជាព្យាយាមយ៉ាងណាក៏ដោយក៏បានត្រឹមតែនៅរងនៅពិតជាមួយនឹង Man City ហើយនិង Liverpool តែបាល់ទាត់គឺបែបហ្នឹងចាគឺជួនកាលម្ដងគេម្ដងយើងហើយជួនកាលក៏ម្ដងគេហើយម្ដងទៀតក៏គេដែរអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណយើងជួបគ្នានៅក្នុងវីដេអូក្រោយសូមជម្រាបលា